นักเรียน Well, ដូចអ្នកទាំងអស់គ្នាបានដឹងចឹងគឺជាការប្រកួតដែលយើងចង់ទៅកាន់វគ្គពាក់កណ្ដាលផ្នែកប្រវត្តិហើយឥឡូវនេះអ្វីដែលពួកយើងត្រូវគិតគឺលេងឲ្យបានល្អហើយនឹងឈ្នះការប្រកួតនេះដោយសារតែការប្រកួតនេះធ្វើឡើង2ជើងអញ្ចឹងនៅពេលដែលយើងលេងការប្រកួតជើងទី1គឺយើងតែងតែគិតថានឹងមានការប្រកួតនៅជើងទី2មួយសារទៀតអញ្ចឹងការប្រកួតថ្ងៃស្អែកនេះគឺយើងចង់បង្ហាញអំពីកម្រិតរបស់យើងហើយនឹងឈ្នះការប្រកួតហើយគឺយើងមិនបានគិតអំពីការប្រកួតដែលយើងលេងហើយនៅជើងទី1ទេហើយជាពិសេសគឺការប្រកួតថ្ងៃស្អែកគឺយើងគ្រប់គូប្រកួតរបស់យើងគឺក្រុម Sun United គឺយើងត្រូវការលេងឲ្យបានល្អហើយគឺជាការប្រកួតនៅក្នុងដីរបស់ Sun United អញ្ចឹងគឺយើងត្រូវការប្រមូលអារម្មណ៍ផ្ដោតអារម្មណ៍គ្រប់ពេលវាជាការប្រកួតមួយដែលរំភើបមែនទែនសម្រាប់ក្រុមរបស់យើងនៃការប្រកួតពានរង្វាន់អន្តរជាតិនេះហើយនៅក្នុងឆ្នាំនេះដែរគឺយើងនឹងជួប Sun United 3 ដងបើរាប់ពីការប្រកួតថ្ងៃស្អែកទៀតហើយយើងក៏បានដឹងអំពីគុណភាពនៃកីឡាករក៏ដូចជាទម្រង់លេងរបស់ Sun United ហើយខ្លួនគាត់ផ្ទាល់ក៏ដូចជាកីឡាករទាំងអស់គឺពិតជាមានអារម្មណ៍រំភើបមែនទែនដែលមកកាន់ប្រទេសមីយ៉ាន់ម៉ាដែលត្រៀមការប្រកួតថ្ងៃស្អែកសម្រាប់ក្រុម Sun United គឺយើងបានដឹងអំពីគុណភាពក្រុមរបស់គាត់ហើយជាពិសេសគឺគុណភាពកីឡាករនៃក្រុមរបស់គាត់គឺសិតតែជាកីឡាករល្អកីឡាករក្នុងស្រុកជនជាតិមីយ៉ាន់ម៉ាគឺពួកគាត់លេងបានល្អពួកគាត់ការប៉ះទង្គិចខ្លាំងព្រោះដោយសារតែយើងគោរពពួកគាត់ហើយនឹងយើងតាមដានសិក្សាអំពីក្រុមរបស់ពួកគាត់បានច្រើនជាពិសេសនៅក្នុងពានរង្វាន់ Super Cup គឺពួកគេលេងបានល្អមែនទែនគ្រាន់តែការប្រកួតមួយជាមួយទៅនឹង Trent Canoe ដែលគេចាញ់ 5-0 គឺការប្រកួតហ្នឹងគឺគេលេងអត់សូវបានល្អតែក្រៅពីហ្នឹងគឺពួកគេពិតជាធ្វើបានល្អនៅក្នុងពានរង្វាន់មួយនោះហើយពួកគេក៏មានកីឡាករជនជាតិបរទេសដែលមានគុណភាពដូចគ្នាអញ្ចឹងថ្ងៃស្អែកគឺយើងក៏ចង់បង្ហាញអំពីកម្រិតនៃក្រុមរបស់យើងហើយយើងក៏មានគុណភាពកីឡាករដើម្បីត្រៀមនៅក្នុងពានរង្វាន់មួយនេះដែរហើយគាត់បាននិយាយការពីកន្លងមកគុណភាពលីកនៃប្រទេសកម្ពុជារបស់យើងគឺបានជួយឲ្យកម្រិតក្រុមរបស់យើងមានការកើនឡើងទើបលីករបស់យើងប្រសើរជាងលីកនៅទីនេះអាចជួយឲ្យក្រុមរបស់យើងទៅមកកម្រិតទៀតហើយរឿងទាំងអស់នេះហើយទើបលីកនៅក្នុងប្រទេសកម្ពុជារបស់យើងប្រសើរជាងលីកនៅប្រទេសមីយ៉ាន់ម៉ាសម្រាប់ក្រុម Sun United បើសិនជាគាត់លេងនៅក្នុងលីកនៃប្រទេសកម្ពុជារបស់យើងគាត់គឺប្រកាសណាស់ជាអាចប្រកួតប្រជែងនៅក្រុមកំពូលនៅខាងលើយើងក៏ផ្លាស់ប្ដូរកីឡាករមួយចំនួននៅក្នុងការប្រកួតប៉ុន្តែដូចដែលគាត់បាននិយាយអញ្ចឹងគឺយើងគិតការប្រកួតនេះគឺវាខុសប្លែកពីការប្រកួតដែលយើងលេងជើងទី1ហើយយើងចង់ឈ្នះការប្រកួតនេះហើយគាត់មានបទពិសោធន៍នៅក្នុងការប្រកួតវគ្គចាញ់ធ្លាក់នេះហើយ2ជើងយើងចង់ឈ្នះការប្រកួតនេះហើយយើងគិតការប្រកួតនេះគឺជាការប្រកួតផ្សេងមួយក្រៅពីការប្រកួតអញ្ចឹងគឺយើងត្រូវការលេងឲ្យបានល្អគឺយើងទុកការប្រកួតនេះគឺជាការប្រកួតដ៏ល្អមួយសម្រាប់យើងនៅក្នុងការប្រកួតថ្ងៃស្អែកព្រោះជាការប្រកួតមួយដែលជ្រើសរើសមួយក្រុមទៅវគ្គ semi final អញ្ចឹងយើងនឹងជ្រើសរើសកីឡាករដែលត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែក players that we think that are ready to help us to win the game. Yeah, so the weather in Myanmar ច្បាស់ណាស់អាកាសធាតុនៅប្រទេសមីយ៉ាន់ម៉ានេះរៀងក្តៅប៉ុន្តែជាទូទៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងគឺមានអាកាសធាតុក្តៅអញ្ចឹងកីឡាកររបស់យើងគឺអាចស៊ាំទៅនឹងអាកាសធាតុហើយពាក់ព័ន្ធទៅនឹងអាកាសធាតុទាំងអស់នោះគឺវាមិនជះឥទ្ធិពលមកកាន់ក្រុមរបស់ពួកយើងទេសម្រាប់កីឡាករដែលសំខាន់របស់ Sun United គឺអាចជាកីឡាករបរទេសហើយគាត់ស្គាល់កីឡាករ Bakayoko គាត់លឿនគាត់ជាកីឡាករមួយដែលល្អអញ្ចឹងយើងបានលេងជាមួយគាត់កាលពីពាន Super Cup ក៏ដូចជាការប្រកួតកាលពីជើងទី1អញ្ចឹងយើងត្រូវការផ្ដោតអារម្មណ៍ទៅលើគាត់ហើយជាពិសេសសម្រាប់ការប្រកួតថ្ងៃស្អែកគឺយើងត្រូវការប្រមូលអារម្មណ៍ឲ្យបានល្អបើសិនជាមានឱកាសតបចូលទីយើងនឹងធ្វើវា yeah, when he comes on or if he starts the match tomorrow, he's definitely a player that we have to control and keep an eye on just because he's very fast, very aggressive, very direct, and
yeah, if he has a chance to score, create chances, he'll take those opportunities.